សួស្តីប្រិយមិត្តដែលអ្នកគាំទ្រកម្ពុជា Smartphone របស់ Huawei ទាំងអស់គ្នាឆ្នាំនេះគឺជាឆ្នាំ2016ហើយដូច្នេះ Huawei តែងតែពំនាំជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបនិងជឿនលឿនលើកម្ពុជា Smartphone របស់ខ្លួនថ្ងៃនេះក្រុមការងាររបស់ Khmer Note សូមបង្ហាញនូវ model Smartphone របស់ Huawei មួយដែលស្ថិតនៅក្នុងខ្សែស្រឡាយ P គឺ P9 Lite ដែលជា Smartphone ដ៏ស្រស់ស្អាតទំនើបសមត្ថភាពខ្លាំងលើសពីតម្លៃហើយក៏ជាជំរើសដ៏ល្អបំផុតសម្រាប់យុវវ័យសម័យថ្មី P9 Lite ត្រូវបានរចនាឡើងយ៉ាងពិសេសហើយស្ទើរដូចគ្នាទាំងស្រុងជាមួយនឹង P9 ដែលគ្រាន់តែវាមិនបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា Lens Pro របស់ Leica តែប៉ុណ្ណោះប្រសិនបើយើងចាប់កាន់មើលទៅផ្នែកខាងមុខដែលតួរបស់វាស្រាប់ដោយលោហៈធាតុដ៏រឹងមាំចំណែកឯផ្ទៃខាងក្រោយផលិតពីផ្លាស្ទិកម្យ៉ាងដែលមានភាពស្វិតធន់រឹងមាំបំផុតដែលមើលទៅដូចជាលោហៈធាតុដែរជាមួយនឹងទម្ងន់ដ៏ស្រាលគឺត្រឹមតែ147ក្រាមតែប៉ុណ្ណោះP9 Lite ទ្រទ្រង់បច្ចេកវិទ្យា 4G LTE ប្រើប្រាស់បាន SIM card បានដល់ទៅ2ហើយបើយើងចង់ប្រើប្រាស់ SIM card តែមួយយើងក៏អាចបន្ថែមជាមួយនឹង memory ខាងក្រៅរហូតដល់ 128GB នៅក្នុងរុន SIM មួយទៀតបានផងដែរបើនិយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញ P9 Lite មួយនេះបានបំពាក់ជាមួយនឹងបន្ទះឈៀបប្រភេទ Kirin 650 CPU Quad Core 2.0 GHz បូករួមជាមួយនឹង CPU Quad Core 1.7 GHz 64 bit RAM 3GB និង memory នៅក្នុងម៉ាស៊ីន 16GB ដែលវាអាចប្រើប្រាស់កម្មវិធីដ៏ធំៗនិងហ្គេមធំៗបានផងដែរអ្វីដែលកាន់តែពិសេសជាមួយនឹង Huawei P9 Lite នេះក៏ព្រោះតែវាបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា scan ក្រយៅដៃចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Huawei ដែលអាចប៉ះដើម្បីដោះសារបានយ៉ាងលឿនបំផុតមិនគួរឲ្យជឿទោះបីជានៅក្នុងលក្ខខណ្ឌដៃរបស់យើងសើមឬក៏ប្រឡាក់ក៏ដោយហើយ sensor សម្រាប់ scan ក្រយៅដៃនេះក៏មានសមត្ថភាពផ្សេងទៀតដូចជា off notification ឡើងចុះថតរូបនិងវីដេអូបិទសំឡេងរោនិងអស់មើលរូបថតនិងសុវត្ថិភាពបើសិនជានិយាយអំពីការផ្ដិតយករូបភាពវិញHuawei P9 Lite បានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយទំហំរហូតដល់13 megapixel ជាមួយនឹង lens កាមេរ៉ាធំជ្រៅបច្ចេកវិទ្យា f2.0 និងកាមេរ៉ាខាងមុខទំហំ8 megapixel ដែលអាចផ្ដិតយករូបភាពនិងវីដេអូច្បាស់កម្រិតខ្ពស់ទោះបីជានៅកន្លែងដែលមានពន្លឺខ្សោយឬក៏នៅក្នុងទីងងឹតក៏ដោយបើសិនជាយើងអូសស្គីនពីឆ្វេងមកស្ដាំវានឹងបង្ហាញពីផ្ទាំងមុខងារកាមេរ៉ាជាច្រើនដែលយើងនឹងលើកយកនៅមុខងារពិសេសៗមួយចំនួនមកបង្ហាញYouTube វីដេអូជាមុខងារពិសេសបំផុតសម្រាប់អ្នកដែលចូលចិត្តថតវីដេអូបង្ហោះនៅក្នុងសង្គមនានាដែលទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយរបស់ Huawei P9 Lite គឺសុទ្ធតែមានមុខងារនេះហើយវាក៏អាចកំណត់អំពីកម្រិតភាពច្បាស់ម៉ត់សរលោងនៃផ្ទៃមុខរបស់យើងបានតាមចិត្តចង់តែម្ដងក្រៅពីនេះក៏មានមុខងារពិសេសជាច្រើនដូចជា Time Lapse អាចថតវីដេអូឲ្យមានចលនាលឿន Slow Motion អាចថតវីដេអូដែលមានចលនាយឺត Panorama អាចថតរូបទេសភាពទ្រវែង Live Painting ដែលវាអាចថតជាប់ចលនាពន្លឺបានយ៉ាងច្បាស់អស្ចារ្យចំពោះលក្ខណៈពិសេសមួយទៀតគឺ P9 Lite មានថាមពលថ្មដ៏ធំដែលវាអាចប្រើប្រាស់បានកាន់តែយូរនិងមិនចាំបាច់ខ្ជះខ្ជាយថាមពលថ្មអត់ប្រយោជន៍ជាមួយនឹងបច្ចេកវិទ្យា Smart Power 4.0 អ្នកកាន់តែរីករាយជាមួយនឹងការបើកទូរស័ព្ទចោលរឹតតែយូរជាមួយនឹងថាមពលថ្មរហូតដល់ 3000 mAh ចំណុចដែលយើងបានបង្ហាញទាំងនេះគឺជាចំណុចពិសេសរបស់ P9 Lite ដែលជាជម្រើសល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មីទាំងរូបរាងស្រស់ស្អាតទាក់ទាញសមត្ថភាពខ្ពស់នៃអង្គប្រតិបត្តិការកាមេរ៉ានិងបច្ចេកវិទ្យា scan ក្រយៅដៃព្រមទាំងតម្លៃកាន់តែពិសេសមិនគួរឲ្យជឿដែលប្រហាក់ប្រហែលជាមួយនឹង1លានរៀលតែប៉ុណ្ណោះជាចុងក្រោយយើងសូមថ្លែងអំណរគុណដល់ទស្សនិកជនដែលបានចំណាយពេលវេលាទស្សនាការបង្ហាញនេះសូមអរគុណស្ទាយថ្មីរូបរាងដ៏ទាក់ទាញថ្មីគឺ Huawei P9 Lite New Style of Flow Huawei